ជីសរីរាង្គមាន់គករក្សានៅសំណើមដីជួយកែសម្រួលនៅទម្រង់ដីធ្វើឲ្យដីនឹងធូរពេលដែលដីមានសុខភាពល្អដំណាំរបស់យើងនឹងក៏ចាក់ឫសបានល្អជួយជំរុញឲ្យយើងផលិតនៅផលផ្លែនឹងបានទិន្នផលខ្ពស់ផងដែរនេះគឺជាការដាំដុះដំណាំស្វាយចន្ទីរបស់ក្រុមហ៊ុនសាន់តាណានៅលើផ្ទៃដីប្រមាណជាង800ហិកតាស្ថិតនៅក្នុងទឹកដីនៃខេត្តព្រះវិហារដំណាំស្វាយចន្ទីគឺជាដំណាំឈើហូបផ្លែដែលស័ក្តិសមនឹងលក្ខខណ្ឌអាកាសធាតុក្តៅនិងដីធូរនៅក្នុងប្រទេសកម្ពុជាយើងជាខ្លាំងដំណាំស្វាយចន្ទីមានអត្ថប្រយោជន៍ជាច្រើនសម្រាប់កសិករនិងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិជាដំណាំយុទ្ធសាស្ត្របន្ទាប់ពីដំណាំស្រូវនិងដំណាំកៅស៊ូការថែទាំដំណាំស្វាយចន្ទីបានល្អជួយឲ្យដើមឆាប់ផ្ដល់ផលនិងផ្លែបានច្រើនហើយគន្លឹះសំខាន់ក្នុងការទទួលបានផលច្រើនពីដំណាំស្វាយចន្ទីគឺកសិករយើងត្រូវធ្វើការជ្រើសរើសពូជឲ្យបានល្អដាក់ជីជាប្រចាំតាក់តែងមែកនិងការពារសត្វល្អិតឲ្យបានល្អជីសរីរាង្គមាន់គកជាជីសរីរាង្គដែលផលិតឡើងដោយគិតគូរពីសុវត្ថិភាពនិងសុខភាពរបស់អ្នកប្រើប្រាស់ដំណាំដែលបានប្រើជីសរីរាង្គមាន់គកផលដែលទទួលបានជាផលដំណាំដែលមានសុវត្ថិភាពជីសរីរាង្គមាន់គកមានពីរប្រភេទគឺជីសរីរាង្គប្រភេទគ្រាប់និងជីសរីរាង្គប្រភេទទឹកជីសរីរាង្គមាន់គកប្រភេទគ្រាប់ល្អបំផុតសម្រាប់ប្រភេទដំណាំដូចជាដំណាំស្រូវប្រាំងនិងស្រូវវស្សាដំណាំឧស្សាហកម្មដំណាំឈើហូបផ្លែដំណាំបន្លែគ្រប់ប្រភេទនិងដំណាំប្រភេទផ្កាលម្អជាដើមជីសរីរាង្គមាន់គកប្រភេទទឹក Amino Plus មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុញដល់ការលូតលាស់សម្រាប់ដំណាំកសិកម្មគ្រប់ប្រភេទជួយបង្កើនការលូតលាស់និងជំរុញផលិតភាពជួយដំណាំឲ្យមានស្លឹកពណ៌បៃតងចាស់ជួយដំណាំឲ្យដុះលូតលាស់បានលឿននិងកាន់ផ្កាផ្លែបានច្រើនជួយពង្រឹងប្រព័ន្ធឫសនិងសុខភាពដីជួយឲ្យដំណាំអាចស្រូបយកជីបានល្អនិងពង្រឹងសុខភាពដីជួយជំរុញឲ្យមានផ្កាច្រើនជួយផ្លែឲ្យមានគុណភាពខ្ពស់ផ្លែមានទំហំធំនិងមានរសជាតិឆ្ងាញ់និងជួយបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់ដំណាំជីសរីរាង្គមាន់គកជាជីដែលផលិតឡើងសម្រាប់ដីហើយនិងដំណាំបានន័យថាជាអាហារសម្រាប់ផ្ដល់ទៅឲ្យដីរួមជាមួយជាអាហារដល់សត្វចិញ្ចឹមទៅឲ្យដំណាំមិនចំពោះតែដំណាំទេកែសម្រួលនៅទម្រង់ដីរចនាសម្ព័ន្ធដីធ្វើឲ្យដីធូរនិងដីមានសំណើមផ្ដល់សារធាតុចិញ្ចឹមទៅឲ្យដំណាំនៅពេលដែលដំណាំត្រូវការហើយនឹងជួយសង្យោគសារធាតុចិញ្ចឹមនៅក្នុងដីជាក់ស្ដែងដោយចន្ទីកំពុងតែប្រើប្រាស់ជីនេះនៅក្នុងចំការសន្តានានេះគឺបើយើងក៏លេចមើលវិញថាបងម្ចាស់ចំការគាត់បានលើកឡើងហើយគាត់ទទួលបាននៅទិន្នផលល្អឆ្នាំនេះតាមរយៈនៃការសង្កេតផ្ទាល់ហើយដូច្នេះហើយនៅពេលដែលយើងប្រើប្រាស់ជីសរីរាង្គទៅលើដំណាំគ្រប់ប្រភេទវាធ្វើឲ្យដីនឹងមានសុខភាពល្អទៅពេលដែលដីមានសុខភាពល្អដំណាំរបស់យើងនឹងក៏ចាក់ឫសបានល្អជួយជំរុញឲ្យយើងផលិតនៅផលផ្លែនឹងបានទិន្នផលខ្ពស់ផងដែរជីសរីរាង្គមាន់គករបស់យើងគឺយើងមានពីរប្រភេទជីគ្រាប់ដែលយើងមានលេខសម្គាល់ 2-3 ដងហើយនឹងមួយទៀតគឺយើងហៅជីទឹកជី Amino Plus ពេលដែលប្រើប្រាស់ជី Amino Plus ហ្នឹងគឺធ្វើឲ្យដំណាំរបស់យើងធន់នឹងជំងឺមានសុខភាពល្អយើងមានក្រុមការងារនៅតាមតំបន់នៅទីតាំងរបស់យើងផ្ទាល់ហ្នឹងគឺចូលរួមចំណែកជួយប្រឹក្សាយោបល់ពីការប្រើប្រាស់ជីបច្ចេកទេសនៃការថែទាំដើម្បីធ្វើយ៉ាងណាឲ្យកសិករដែលគាត់ទទួលយកជីទៅប្រើប្រាស់ហ្នឹងប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីមានប្រសិទ្ធភាពហើយនឹងទទួលបាននូវទិន្នផលខ្ពស់លើសពីហ្នឹងទៅទៀតយើងក៏មានដៃគូគាត់ដែលជាសិស្សសាស្ត្រាចារ្យអញ្ជើញមកពីប្រទេសតៃវ៉ាន់គាត់ចូលរួមចំណែកទៅក្នុងការសិក្សារបបកំហើញថ្មីដើម្បីផ្ដល់ជាចំណេះដឹងបន្ថែមទៅលើដំណាំចន្ទីទៅលើដំណាំស្រូវទៅលើដំណាំបន្លែអញ្ចឹងហើយរាល់ចំណេះដឹងទាំងអស់នេះក្រុមការងាររបស់យើងនឹងផ្ដល់ជូនទៅបងប្អូនប្រជាកសិករដែលគាត់ទទួលយកនៅការប្រើប្រាស់ជីសរីរាង្គមាន់គករបស់ក្រុមហ៊ុនយើងខ្ញុំជីសរីរាង្គមាន់គកជាជម្រើសដ៏ល្អសម្រាប់ដីដំណាំនិងបរិស្ថាន